Across Indo-Burma, fragmented rivers and forests, disappearing wildlife, and struggling communities tell the story of nature under pressure. With CEPF and IUCN support, local civil society organizations are reversing this decline, restoring ecosystems and returning threatened species to the wild. បើយើងមិនការពារទេវាអស់ទៅថ្ងៃមុខ In the Siampang Wildlife Sanctuary, along the Okampa and Sekong rivers, Rising Phoenix is working with governments and communities to protect rivers, restore wetlands, and bring back a species once thought to be lost. យើងខំប្រឹងចងចាំតបន្តចាំដើម្បីឲ្យក្មេងជំនាន់ក្រោយបានឃើញសត្វបន្តទៅមុខទៀតយូរអង្វែង We find that there are very few semi crocodile in the protected area. So we select two sites in Siampang Wildlife Sanctuary. One is Bang Kampa and the other one is Bang Nawa. So we bring back the hub of the food chain in the freshwater ecosystem. តាពាំងដល់ឡែកនៅក្នុងគម្រោងយើងធ្វើការស្ដារតាពាំងសំខាន់ពីរសម្រាប់ជំរកក្រពើហើយយើងឃើញថាវាជាកន្លែងផ្ដល់ចំណីត្រីដែលវាផ្ដល់ចំណីឲ្យសត្វក្រពើកាលពីផ្ដល់ចំណីឲ្យសត្វក្រពើយើងឃើញមានសត្វផ្សេងក៏វាអាចមកអាស្រ័យផលនៅក្នុងទឹកតាពាំងនឹងដែរមានសត្វប្រភេទសត្វត្រីហ្នឹងក៏វាឃើញមានការកើនឡើងតាក់ទងជាមួយនឹងរុក្ខជាតិនៅក្នុងតំបន់តាពាំងហ្នឹងក៏វាល្អសម្រាប់សត្វផ្សេង None of this would be possible without the communities and the support of CEPF and IUCN, which empowers them to protect the ecosystems they depend on. មួយវិញទៀតនៅតាមអូកផាក៏យើងឃើញថាមានទីប្រសើរឡើងដោយសារបទល្មើសនេសាទលែង Every day, patrol teams head into the rivers and forests to safeguard the habitat. អភិរក្សនៅសត្វក្រពើហ្នឹងការពារដោះមងនេសាទតាមដងអូសន្ទូចអីឬមួយបទល្មើសឧបករណ៍ឆក់អីយើងត្រូវល្បាតជាប្រចាំដើម្បីការពារក្រពើហ្នឹងហើយក៏ដើរសារអន្ទាក់និងរំលោភព័ត៌មានផ្សេងៗ សត្វនិយាយថាសត្វគ្រប់ប្រភេទវាកើតឡើងទាំងអស់ទាំងពីព្រៃទាំងពីអីមកទាំងពីយើងការពារអភិរក្សហើយយើងធ្វើជាសកម្មមកអញ្ចឹងមិនន័យថាជនល្មើសថយតែឥឡូវវាការប្រែប្រួលវាជាច្រើនដូចថាតាពាំងក្រពើអីទៅមុនវាអាចមានការរីងអីអញ្ចឹងឥឡូវបានស្ដារបានអីសារវាថ្មីទាំងអស់អញ្ចឹងទៅវាអត់មានការរីងកាយទេហើយត្រីក៏វាសម្បូរសត្វអីក៏សម្បូរគ្រប់យ៉ាងខាងពួកខ្ញុំដើរកត់ត្រាមកគឺជួបច្រើនជាងមុនឆ្ងាយ ហើយព្រៃឈើអីបត់ល្មើសអីក៏ថយចុះទៅសារតែពួកខ្ញុំជាសកម្មមកអត់ថយទេ ឧបករណ៍នេសាទខុសច្បាប់នៅតាមដងទន្លេនិងតាមអូកផាក្រៅទៅពីដោះអន្ទាក់ហើយនឹងរុករឧបករណ៍នេសាទហ្នឹងយើងក៏ផ្ដោតទៅលើការប្រមូលព័ត៌មានតាក់ទងមួយបទល្មើសផ្សេងៗដូចជាកាប់ឈើបទល្មើសបរបាញ់បទល្មើស នៅឆ្នាំដំបូង2023យើងដោះអន្ទាក់បានជាង 4000 ខ្សែប៉ុន្តែនៅឆ្នាំនេះទិន្នន័យអន្ទាក់បានថយចុះសល់ត្រឹមតែ 2000 ខ្សែ Safeguarding this ecosystem is a shared effort, with community members working alongside rangers to protect wildlife and habitats. Their work inspires current and future generations to maintain natural ecosystems for the good of all. Across priority corridors, ecological restoration projects are helping communities bring wetlands and forests back to life. ដោយសារតែខ្ញុំចង់ចូលគម្រោងនេះដោយសារថាខ្ញុំនៅតំបន់នៅចិត្តហ្នឹងយើងឃើញសម្រាប់សំខាន់ដល់ការអភិរក្សធម្មជាតិដែលចង់ជួយការពារអភិរក្សធម្មជាតិក្នុងជាទូនាទីរបស់ខ្ញុំស្ត្រីក្នុងការអភិរក្សមានទូនាទីដល់ល្បាតសកម្មដូចជាបរិបទដែរដូចជាការកត់ត្រាទិន្នន័យផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ដូចជាមានសំណាងហើយមានមោទនភាពជាខ្លាំងព្រៃសត្វក្រពើត្រីនឹងវាសត្វដ៏កម្រហើយយើងបានការពារយើងមានន័យថា
យើងបានការពារវាដែលសត្វដែលជិតផុតពូជនៅក្នុងប្រទេសយើងផងដែរ This work is about more than crocodiles. It's about protecting and restoring nature ecosystems for the benefit of people who depend on them. Together, communities and organizations like Rising Phoenix and their partners are demonstrating that ecosystem restoration is possible.